ស្វាគមន៍អ្នកសិក្សាទាំងអស់គ្នាមកកាន់វគ្គសិក្សាមុខវិជ្ជា Admin is Lesson 2 ដោយនៅក្នុងវគ្គនេះផងដែរគឺយើងនឹងធ្វើការសិក្សាមេរៀនបន្តទៀតហើយអ្នកសិក្សាទាំងអស់គ្នាដែលជាមេរៀនទី3គឺមេរៀន premise ដែលក្នុងជំពូកទី3នេះឬក៏ការកំណត់សិទ្ធិថ្ងៃអញ្ចឹងនៅក្នុងថ្ងៃទី5នេះផងដែរគឺយើងនឹងធ្វើការសិក្សាមេរៀនបន្តដោយបន្ទាប់ពីយើងសិក្សាការពីថ្ងៃទី4ចប់xongហើយនេះគឺជាមេរៀនដែលយើងសិក្សាបន្តនៅក្នុងថ្ងៃទី5នេះផងដែរហើយនេះគឺជាមេរៀនទាំងបានដែលបានដកស្រង់ពីមេរៀនឬក៏ slide របស់លោកគ្រូហើយក៏បានបញ្ចូលជា Word មួយទៀតដើម្បីធ្វើជាវីដេអូទៅដល់ការសិក្សាទាំងអស់គ្នាឥឡូវនេះគឺជាមេរៀនរបស់យើងដែលត្រៀមនឹងធ្វើការបន្តណាហើយបងប្អូនប្រិយថាថ្ងៃទៀតមុនព្រមធ្វើការវីដេអូនេះមកចាត់តែម្ដងហើយនេះគឺជាឯណាទេព្រមបន្តិចនេះហើយនេះគឺជាមេរៀននេះអនុវត្តទៀតមុនណាអ្នកនរគ្នានេះការមុនយើងបានយល់ពីទ្រឹស្ដីមួយណានេះការពីទៀតមុនយើងបានសិក្សាអនុវត្តឡើងចប់សពគ្រប់ហើយប៉ុន្តែព្រមដោយសារវាខុសពីអ្វីដែលយើងចង់បានវាថាព្រមអត់សូវច្បាស់ខាង link អញ្ចឹងណាអត់សូវច្បាស់ខាង command ហ្នឹងហើយ copy paste ទៅពេលយើង copy paste ហើយយើងលក្ខណៈយើង special ណាអានេះ copy paste នេះគេប៉ុន្តែព្រមបានយល់ច្រើនជាងមុនណាអីទេព្រមធ្វើវីដេអូនេះគឺគោលបំណងដើម្បីយើងថាអូធ្វើពីចំណុចណាទៅណាដើម្បីអត់ដឹងតែព្រមធ្វើការឥឡូវនេះព្រមធ្វើការនេះគឺការអត់ទៅមុនគឺយើងដូចបានដឹងថាថ្ងៃទី4គឺយើងបានមកបង្កើតក្របបង្កើត user បង្កើតអីគឺអស់ហើយប៉ុន្តែព្រមបានធ្វើការលុបវិញណាធ្វើការលុបវិញទាំងអស់នេះព្រមបានធ្វើការលុបវិញទាំងបានទាំងអស់ថ្ងៃព្រមបានធ្វើការលុបវិញដូច្នេះហើយក៏បានធ្វើការបង្កើតថ្មីមួយទៀតប៉ុន្តែព្រមធ្វើការបង្កើតឥឡូវនេះគឺជាមេរៀនរបស់យើងនេះណាទេនេះគឺជាមេរៀនថ្ងៃអីណាច្រឡំអានេះមេរៀនរបស់យើងនេះអានេះគឺជាមេរៀនដែលយើងសិក្សានេះគឺជាមេរៀនដែលយើងអនុវត្តបន្តនេះតចំពោះទី3 lab ណាមានថានេះគឺជាតម្រង់នៃការអនុវត្តបន្តតែយើងសិក្សាទ្រឹស្ដីមួយលោកគ្រូរួចហើយនឹងឯងឥឡូវនេះយើងធ្វើការយល់អំពីចំណុចមួយសិនណាអញ្ចឹងព្រមសូមធ្វើការចាប់ផ្ដើមកុំឲ្យចំណាយពេលយូរអញ្ចឹងយើងធ្វើការសិក្សាមេរៀនបន្តកាលមុនយើងបានសិក្សានេះហើយប៉ុន្តែព្រមអត់សូវច្បាស់ព្រមធ្វើការវីដេអូមកចាប់តែម្ដងប៉ុន្តែឥឡូវនេះយើងធ្វើការបញ្យល់ច្បាស់ជាងនេះចាប់តាមពីកន្លែងនេះទៅណាអញ្ចឹងនៅកន្លែងនេះផងដែរព្រមបានធ្វើការស្រាវពីមេរៀនរបស់លោកគ្រូនៃមេរៀនរបស់លោកគ្រូហើយសិក្សាពីចំណុចហ្នឹងឯងនេះអញ្ចឹងឥឡូវណានេះពីចំណុចកន្លែងហ្នឹងឯងអញ្ចឹងព្រមធ្វើការស្រាវយើងធ្វើការបញ្យល់ម្ដងទៀតអីយើងបានដូចបាច់ជាមួយណាអញ្ចឹងនេះគឺជាមេរៀនរបស់យើងហើយអ្នកនរគ្នាត្រៀមណានេះគឺជា Fedora Linux របស់ពីរំដែលត្រៀមអនុវត្តទៀតណាយើងអនុវត្តហើយណាយើងព្រមយក IP នឹងឯងយកទៅ login អញ្ចឹងព្រមធ្វើការដោយសារព្រម login បានដោយសារព្រមធ្វើការបើករួចចូលណាអ្នកនរគ្នាបើករួចបានទេអាចមើលវីដេអូថ្ងៃទី4របស់បានអញ្ចឹងយើងធ្វើការចាប់ផ្ដើមសិក្សាមេរៀនបន្តនេះគឺជាមេរៀនការប្រើសិទ្ធិអញ្ចឹងយើងអាចកែប្រែសិទ្ធិ on នៅក្របណានេះ on នៅក្របឬក៏លើបានទីបានប្រើប្រាស់ command នេះយើងប្រើប្រាស់ command អត់យើងធ្វើការកែប្រែសិទ្ធិយើងប្រើ command CH mode ណាហើយយើងបានពីយើងក្រាន់ជាអក្សរហើយយើងក្រាន់ជាអក្សរនិងក្រាន់ជាលេខណាអញ្ចឹងលោកគ្រូនៅថ្ងៃទី5នេះមកលោកគ្រូបានធ្វើការក្រាន់ជាអក្សរជាលេខអញ្ចឹងអ្នកនរគ្នាព្រមអត់ច្បាស់ទេកាលថ្ងៃទី4ណាប៉ុន្តែឥឡូវនេះយើងបានធ្វើការច្បាស់ជាងមុនអញ្ចឹងពេលយើងប្រើយើងធ្វើការកំណត់សិទ្ធិប្រើជាតួអក្សរយើងប្រើបែបហ្នឹងណានេះ U គេតំណាងឲ្យ user ជាក្រប O អត់ដល់ user A អត់ទាំងអស់ណាទាំង3ក្របហើយបូកសញ្ញាបន្ថែមសិទ្ធិយើងប្រើសញ្ញាបូកណាអញ្ចឹងយើងប្រើសញ្ញាបូកហ្នឹងបន្ថែមសិទ្ធិហ្នឹងឯងហើយដូចអត់ដឹងណាយើងសម្រាប់បន្ថែមសិទ្ធិហើយដកសម្រាប់ដកសិទ្ធិអញ្ចឹងទៅហើយស្មើសម្រាប់កំណត់សិទ្ធិឡើងវិញអញ្ចឹងយើងធ្វើការប្រើ command នេះហ្នឹងឯងអានេះ flank នេះជា syntax របស់យើងណាឧទាហរណ៍ថានេះលោកគ្រូបានទៅហោះណានេះអញ្ចឹង CH mode អញ្ចឹងក្របបូក user មានន័យថាថែមសិទ្ធិ array នេះថែមសិទ្ធិ array ហ្នឹងណាឲ្យក្របនេះឲ្យក្របហ្នឹងបូកមកក្របណាថែមសិទ្ធិ execute នេះមកឲ្យ owner នៅប្រមុខណាថែមសិទ្ធិ write ឲ្យទាំងអស់គ្នាហើយយើងថែមសិទ្ធិ execute ហ្នឹងថែមឲ្យ order ថែមសិទ្ធិ edit write edit write ឲ្យ order ហើយនឹង owner ហើយយើងថែមសិទ្ធិ order នេះថែមសិទ្ធិ order ហ្នឹងឲ្យស្មើនឹង edit write execute ណាបើយ៉ាងណាជាបានអញ្ចឹងដល់ពេលយើងប្រើជាលេខម្ដងយើងអាចប្រើសិទ្ធិ average បូកចូលគ្នាអញ្ចឹងយើងធ្វើការបដតម្លៃបែបណាអញ្ចឹងយើងដឹងណា edit write execute យើងចំណាំ3ណាចំណាំមួយទៀត no promise អញ្ចឹងយើងដឹងថា edit 4 write 2 execute 1យើងចាំណាចាំ3ហ្នឹងយើងអាចបូកចូលគ្នាបាននេះ4ហ្នឹងអាចថាបូកនឹង2បានដែរហើយ2ហ្នឹងអាចថាបូកនឹង1បានដែរ1ហ្នឹងអាចថាបូកនឹង4បានដែរណាហើយ2ហ្នឹងអាចថាបូកនឹង1អាចថាបូកនឹងអានេះក៏បានដែរ4 6ណាគេគ្រាន់អានេះចូលមកនេះហើយ W ចូលមកនេះឬគេគ្រាន់តែ3បានជា7មួយទៀតនេះកន្លែងហ្នឹងគឺ N pop offset របស់វា owner ហើយ N2 pop offset របស់វាគ្រប់ N2 pop offset របស់វាក៏ order អញ្ចឹងឧទាហរណ៍ថាយើងបាយជានេះ execute ណាអញ្ចឹងមានថាទាំង3ណាទាំង3បូកចូលគ្នាទៅបាន7 4 6 7អានេះ5មានថា4បូក1មានថា read ហើយនឹង execute នឹង5 3មានថា read បូកនឹង execute នឹង3ហ្នឹងណាគេឧទាហរណ៍ខាងនេះ owner ណានេះ owner 7អញ្ចឹង7ទាំងអស់មានស្មើនឹងនេះស្មើនឹង4 2បូក1នេះ read execute ទៅពីសិតហើយចំណែក F5 ស្មើនឹង4បូក1ណា read execute ហើយមួយទៀតអាចមើល run បានតែសេបានទេហើយ order ស្មើនឹង2 3ណាគឺថាយើងបិទ read execute យើងអាចសរសេរនឹង run បានតែមើលបានទេណាអានេះគឺជាអ្វីដែលយើងសិក្សានេះតែប៉ុណ្្នឹងអ្នកគ្នាណាបើយើងសិក្សាមេរៀនបន្តអញ្ចឹងយើងមើលអានេះគឺជាអ្វីដែលយើងធ្វើការសិក្សាមេរៀនបន្តប៉ុន្តែអានេះគឺនេះគឺជាមេរៀនយើងទៅអនុវត្តណាតែព្រមដោយសារធ្វើអានេះគឺយើងអនុវត្តនេះមានទី3របស់យើងនេះក្របដូចមាញ់ណាលោកគ្រូបានគាត់ចំណាំឲ្យយើងនេះខ្ញុំធ្វើការរៀបចំជា step មួយទៀតអានេះនេះអីទេអានេះគេ read write read write អានេះ read អញ្ចឹងទៅនេះណាអានេះពីអានេះ3 4 5នេះយើងចូលយកពីចំណុច1ណាដូច8កន្លែងនេះច្រឡំអានេះ6 7 8កន្លែងនេះច្រឡំឯងត្រូវការកំណត់សិទ្ធិប្រើប្រាស់លេខ number remote អញ្ចឹងព្រមមើលមេរៀនរបស់លោកគ្រូនេះអូខេអញ្ចឹងយើងប្រើប្រាស់នេះយើងឧទាហរណ៍រូបមន្តកំណត់ការកំណត់សិទ្ធិប្រើប្រាស់លេខណាយើងនេះ change mode ណា change mode មកowner ក្របអានទាំង3ណាទាំង3មានថាទាំងអស់នេះហើយបូកនឹងដកមានថានេះបន្ថែមសិទ្ធិក៏បានដកសិទ្ធិក៏បានឬក៏មានសិទ្ធិក៏បានដែរទាំង3ណាមានទាំង3មានតែទាំង7ណា read execute អញ្ចឹងផាច់ទាំង3មករូបមន្តរបស់យើងប្រើកំណត់សិទ្ធិណាយើងគ្រាន់តែ3 read execute អញ្ចឹងឧទាហរណ៍តែសារភាពរបស់យើងឧទាហរណ៍នេះថា1ហ្នឹងទៅអញ្ចឹងដកថាយើងដកសិទ្ធិណាដកសិទ្ធិទាំងអស់ដកសិទ្ធិអីគេ
data execute ណា data execute នេះ set របស់វាណានេះ set ហ្នឹងហើយអានេះគេមានអីចឹងទៅការ time set អីគេយើង time set អីគេ CX mode ណា time set នេះវាថា execute time set អីគេ time set ឲ្យ honor ចឹងណានេះយើងមើលdirectory របស់យើងនេះ change mode នេះអានេះរ៉ាយយើង time set អីគេ time set អីក្របនេះអត់រ៉ា time set អីក្របនេះ time set ក្របនេះក៏ប្រើលេខអីគេយើងប្រើលេខបានដែរយើង7ណាយើងអានេះបូកចូលគ្នាអានេះជាអានេះ data execute ទាំងអានេះទាំង3ណា data execute ទាំង3អានេះ6វាថានេះបានតែedit 4ណា edit 4 execute បាន execute edit 4 ride 2ចឹង6អានេះបានតែបានតែ honor បានតែ edit ទេបានតែ edit ថ្ងៃ4ណានេះបូកចូលគ្នាណាថ្ងៃបានខ្ញុំផ្សេងទៅចឹងណាចឹងឧទាហរណ៍ថាយើងអានេះទី1របស់យើងណានេះហើយអានេះគេលោកគ្រូឧទាហរណ៍ណាឧទាហរណ៍មាន multiply ប៉ុន្តែខ្ញុំធ្វើការសាំមកនេះអានេះ2មាន FFT ទៅយ៉ាងខ្លះនេះខ្លាំងនេះណានេះអានេះទី2នេះ data execute បូកចូលគ្នាហើយ data execute ហើយបូកនឹងដក set ណាដកអីគេទៅនេះ execute ហើយនឹង read execute ថា time set យើង time set ឲ្យនេះយើង time set execute ណា execute time set ឲ្យទាំងអស់ time set ឲ្យទាំងអស់ហើយមួយទៀត execute time set ឲ្យទាំង time set ឲ្យទាំងអស់នេះបាន2ណាបាន2យើង time set ឲ្យក៏បានយើង UGR ក៏បានប្រើពីហ្នឹងណាហើយយើងប្រើលេខបាននេះទាំង3 data execute អានេះបានតែបានតែ edit ទេបានតែ edit ហើយនឹងអានេះបានតែ edit ហើយនឹង execute ទាំង3ណានេះទាំងពីរ execute នឹងប៉ុន្តែនេះបានទាំង3អញ្ចឹងអានេះ password មកយើងប្រើលេខអញ្ចឹងណាយើងប្រើលេខយើងបាននេះ data execute អញ្ចឹងលក្ខខណ្ឌទី3 complete change អញ្ចឹងយើងចូលបដូរ honor យើងប្រើយើងបដូរ honor ណាដែល honor ដែលជា root ហ្នឹងណា honor ជា root ហ្នឹងទៅជា IT ប៉ុន្តែយើងបដូរមកជា IT ហ្នឹងយើងប្រើបានតែ edit ហើយនឹងប្រើទេប៉ុន្តែ execute បានទេយើងនឹងបដូរហើយនឹងយើងមួយទៀតយើងបដូរកប់មួយទៀតយើងបដូរ honor យើងបដូរកប់យើងបដូរ honor យើងបដូរកប់យើងបដូរ2ណាយើងបដូរ honor មួយយើងបដូរកប់មួយហើយយើងបដូរ root ដែរនេះ root ណាយើងបដូរមកជា IT មកជួយមកនេះអានបើមកអូខេយើង change honor យើងផ្លាស់ប្ដូរ honor ណាយើង change honor មកដូរ honor មក IT មក change honor មក IT មកអានេះ IT password របស់យើងណាអានេះជាឧទាហរណ៍នេះគឺជាអនុវត្តទេអញ្ចឹងមួយទៀតយើង change honor អញ្ចឹងយើងមានថាយើងផ្ដល់ IT ហ្នឹងយើងមាន set execute នៅក្នុង honor change honor យើងមាន set execute honor ហ្នឹងមាន set execute ហើយមួយទៀតយើង change crop យើង change crop ណា change crop អញ្ចឹង GIT មានថា GIT គឺជា folder GIT ហ្នឹងហើយមួយទៀតយើង change mode យើងថា write execute ហ្នឹងមាន set ដល់ set អកាន់ crop ហ្នឹងឯងយើងប្រើលេខបានដែរនេះបានណានេះបានតែ2បានតែ2ណាតែបើយើងក្រោយគឺយ៉ាងឯងឧទាហរណ៍ណានេះការមកលោកគ្រូទេលោកគ្រូបានបង្ហាញណាយើងក៏សង្កេតវាដូចអាលឺមកថ្ងៃនេះម្ចាស់ extra crop ផ្សេងទៀតអត់ទាំងអស់ណារាយបានទាំង3រាយតែបើថា set ទាំង3ស្មើនឹងទាំង3ហើយនេះបូក time set ឃើញតែទាំង3ដាក់ set អីផ្សេងទៅយ៉ាងអនុវត្តជាក់ស្ដែងអនុវត្តទៅណាតែព្រមធ្វើការមុនអនុវត្តព្រមយ៉ាងអនុវត្តមានន័យថាយើងត្រូវការនេះយើងត្រូវការយកអានេះគឺ time UC time my data ណាយើង time ឯងយើង time មួយទៀតទៅបង្ហាញទៅមកយើងអនុវត្តជាមួយថាមកយើងអនុវត្តបង្ហាញអីណាយើងត្រូវការយកនេះត្រូវការយក password G អីស្មើមកហ្នឹងតែព្រមធ្វើការចាប់ដើមដោយសារប្រទេសនេះព្រមធ្វើការបង្កើតចឹងណាព្រមធ្វើការបង្កើតដល់នេះព្រមធ្វើការបង្កើតនេះបើយើងមកលើការកម្មនេះអនុវត្តទី4ណាខ្ញុំតែព្រមធ្វើការបង្កើតនេះហើយ username mode ខ្ញុំបុកក្លិតនេះយើងអនុវត្តការទី1ណាទី1ហើយអញ្ចឹងយើងអនុវត្តការទី1សិនណាចាំយើងក្រោយអញ្ចឹងព្រមធ្វើការអនុវត្តណាអញ្ចឹងព្រមធ្វើការនេះព្រមធ្វើការបង្កើតទៅកាន់ user សិនអូខេអញ្ចឹងកន្លែងនេះផងដែរគឺយើងវាយ SA ណាវាយ in តាម email តែ email តាម IP SH root ឈ្មោះ root មករឿងណា192 168 142 132ឆ្លងខុស132ម្ដងទៀតចឹងនេះវិញចឹងយើងធ្វើការយើងវាយកន្លែងនេះបាន CMD ណាចឹងធ្វើការវាយ SX មក SX អានេះ login តាមយើងហ្នឹង root ឈ្មោះយើងលេខដែរ192 168ហើយ142 32ខែនេះ root ណាអូខេបានណាចឹងទូការសារនេះអត់អីណាបើយើងធ្វើការអនុវត្តនេះចឹង6នេះហើយណាអត់មានអីណាកន្លែងនេះចឹងធ្វើការចាប់ដើម add ចូលដោយសារយើងបានធ្វើ4ប៉ុន្តែធ្វើការ remove មួយទៀតចឹង user add យើង user add finance មួយណាអូឆ្លងគ្រប់យើងកូដរបស់យើងកាត់មុនសិនណាកាត់ user នេះកាត់បាត់4ណាព្រមធ្វើការកាត់4ហើយតាម stream ណាចឹងការកាត់ crop add នេះយើងអត់ទាន់មានណានេះ crop add ណានេះកន្លែងនេះណានេះ crop add នេះ crop add crop add គេយើង crop add គេ finance ចឹងនៅក្នុង finance នេះផងដែរនេះមានអត់ finance អូនេះជាងបាន finance មួយនេះ IP 1000ចាប់ដល់1000ទៅ finance មួយណាក៏បាន finance មួយហើយយើងអញ្ចឹងយើងធ្វើការចាប់ដល់ទីយើង crop accounting ណាខ្ញុំ copy វា crop accounting accounting បានហើយទៅមកទៀតខ្ញុំកាត់ XR ហើយទៅ IT អញ្ចឹងបាត់4ណានេះបាត់4នេះកាត់មាញ់ណាកាត់មាញ់នេះ IT XR finance accounting បាត់4ណាអញ្
chứ nhưng mà các bạn buôn hay các bạn dân thu caประกัน IT ไว้dân thu ca dân ở trên thu caចូលទៅក្នុងក្រុមតែយើងធ្វើការកាត់ឲ្យចាប់ ក្រោយ user finance zone តែមកទីយើងដាក់ password 1 2 3 1 2 3ទាំងអស់ទៅកុំឲ្យ3ហើយធ្វើការបង្កើតមួយទៀត finance ទី2មកកុំឲ្យទី2មក1 2 3 1 2 3ខ្ញុំធ្វើការបង្កើត finance ទី3ឲ្យច្រើនណាទុកអនុវត្តមួយលោកគ្រូ3 Sửa này chấm phần này cái muối pi 7 ok chứ một căn phần bán á cho một căn là một căn phần rồi hay nhưng accounting đó nhưng accounting trong cái accounting user muối pi 7 plate nhưng account đó nhưng mà account đó còn muối pi 7 nhưng account tiếp zone pi muối pi 7 để cho thằng đó rồi bạn bay con thì bay muối pi 7 cái chứng nhận ở trong này ai om mà ai om đâu đó ai xuống mùi cái muối pi 7 ai xuống pi muối pi 7 cái muối pi 7 hay muối đất sẽ có 7 muối pi 7 ok muối pi 7 nhưng IT một sai giờ mình IT accounting rồi đấy ôi đến nào được nhé cái mình muốn dùng bàn finance từ finance hơi finance account finance đuổi hơi nanti account DP account yeah ini IT yang dalam ni yang tukang IT di mana IT mau bisa IT oh yang IT rồi yang dia nanti dùm nào tidak nhé oh ini pekat ban ini dùm pekat ban mấy cái này IT oh IT cái này nhưng IT mình thấy dân IT station team đó dân password IT zone pi một pi 7 với pi 7 IT mới tiết sẽ IT station 7 chân dân đã password IT station 7 một pi 7 chân dân bạn 7 nè dân mẹ thao pin nó dân ban thuê ca đưa cho tụi nó này IT 7 finance 7 hay account 7 nè để xem một cách bán được này dân một cách bán hay dân đây thì bạn đang tự đưa độ ca sấy nó bằng tay bây giờ thu tục tiếp dân thuê ca cho không crop nè này dân thuê ca cho không crop như sẽ chỉ đó anh đi buôn biến nè trong thuê ca như sẽ cho không crop bao giờ nè finance muốn finance rồi mùi bao giờ không crop yang nghe được đấy chúng mulai con crop yang chun hay bảy dân 30 hay begini nih oh belum masuk ke coba nih con crop muối oke coba nah coba tuh ka một tiết gimana con crop muối hay account team đó IT ini IT dân thua ca đi chăm hay nè dân thua ca accounting mua cái mua mang tiền ok accounting nè đi thua ca mua hay không thua ca tiết đi 7 bán nó cho IT
T T ទី3អូខេជាមួយចូល only ណាអូខេឥឡូវនេះគឺចូល only អ្នកគ្នាចូល only ហើយវាធ្វើអីទៅទៀតឥឡូវយើង add ចូលបានហើយយើងធ្វើការទៅទៀតគឺយើងធ្វើការយើងដើម្បីយើងថាឆែកមើលថាក្រុមណាយើង ID ណាយើង ID មកនេះអូខេសុំ ID ចឹងណា ID មកយើង ID ដើម្បីដឹងថាក្រុមណាណាយើងធ្វើការ AAC ជាមួយទៅអូខេនេះអូខេអត់អីទេយើងដឹងណាយើងធ្វើការទៅទៀតយើងចូលទៅកាន់យើងអានេះធ្វើការរួចអស់ហើយយើងធ្វើការបង្កើត folder ទៅcònមួយខ្ញុំចាស់គ្រប់គេយកតែអនុវត្តអត់ណាអ្នកគ្នានេះទុកសិនណាយើងអត់តែអនុវត្តទេអញ្ចឹងយើងធ្វើការមួយយើងធ្វើការចូលទៅកាន់ MTD ណានេះកាលនេះមកខ្ញុំធ្វើការចូលមកកាន់កាលនេះមកខ្ញុំធ្វើការចូលមកកាន់កាលនេះហើយខ្ញុំធ្វើការបង្កើតនៅក្នុង MTD ខ្ញុំធ្វើការបង្កើតក្រុមអានេះនេះស្រាប់ finance នេះសម្រាប់ IT មួយទៀតIT មួយទៀតខាងนั้นហើយខ្ញុំធ្វើការបង្កើតសម្រាប់ account មួយហើយមួយទៀត HR មួយហើយ IT មួយអូខេយើងបានណាឥឡូវយើងបានណាអ្នកគ្នាយើងបានហើយធ្វើការមើលនេះអញ្ចឹងយើងបង្កើត MindG ណា G អូខេអីទេអញ្ចឹងយើងធ្វើការបង្កើតបានហើយអាមិនទុកមិនសិនណាអូខេអញ្ចឹងខ្ញុំសូមធ្វើការចាប់ដើមបន្តទៀតអានេះយើងអត់ទាន់អនុវត្តនេះណាអ្នកគ្នាយើងធ្វើការទុកសិននៅកន្លែងនេះយើងណាមិនយ៉ាងនេះយើងអនុវត្តត្រឹមហ្នឹងណាយើងធ្វើការមើលលទ្ធផលសិនយើងមើលលទ្ធផលរបស់យើងសិនណាអូខេអញ្ចឹងយើងមើលលទ្ធផលរបស់យើងមាន4ណាមាន4ហើយយើងមាន4ហើយមានដូចជា GR G Finance ហើយ G មាន4នេះបង្កើតមកណាដើម្បីធ្វើការបង្កើត folder បាន4ណាបាន4យើងមើលលទ្ធផលនេះយើងដូចឥឡូវនេះយើងចាប់ផ្ដើមអនុវត្តកិច្ចការលំហាត់យើងណាអ្នកគ្នានេះឥឡូវយើងធ្វើការចាប់ផ្ដើមជាមួយគ្រូនេះយើងធ្វើការអនុវត្តនេះមួយនេះយើងធ្វើការចាប់ផ្ដើមនេះយើងបង្កើតរៀបចំ setup ណាអញ្ចឹងធ្វើការចាប់ផ្ដើម Bahali មកនេះចំណុចនេះយើងធ្វើការ Bahali មកអានេះយើងធ្វើការនេះកំណត់ efficiency យើងអនុវត្តមកណាយើងធ្វើការកំណត់យើងធ្វើការ Bahali មកយើងធ្វើការមកវិញLS នេះយើងធ្វើការបង្ហាញណា LS ដើម្បីបង្ហាញអានេះផលរបស់យើងហើយយើងមួយទៀត LS មានទីយើងនៅក្នុងហ្នឹងឯងប៉ុន្តែយើងធ្វើការចូលនេះនៅក្នុងហ្នឹងឯងណាព្រមនឹងសាកដូចនៅក្នុង MT របស់យើងមាន4ណាហើយព្រមបន្តិចអូខេយើងធ្វើការចាប់តាមទីនេះយើងមើលនេះរបស់យើងណាមកទៀតយើងធ្វើការបង្កើតអីគេបង្កើតនេះបង្កើតកន្លែងនេះហើយអូយើងបង្កើតបានហើយបង្កើតរួចណាអញ្ចឹងយើងធ្វើបង្កើតបានហើយកន្លែងនេះហើយធ្វើការបង្កើតមួយទៀតអូខេមើលកន្លែងនេះស្រួលកន្លែងនេះចុច escape ណាអូខេយើងមើលកន្លែង AT មើលនេះរបស់យើងនេះឯខ្លះហើយកន្លែងនេះធ្វើការ escape មកហើយធ្វើការចុច I ចុច I ហើយកន្លែងហ្នឹងហើយមើលវិនាទី SMC ណាកន្លែងនេះយើងចុចខ្ញុំផ្លេចចុចសញ្ញាចុច2ច្រឡំកែច្រឡំចុច I កែច្រឡំកែ escape មកវិញមក escape មកហើយចុច IQ IQ ទៀតនេះចង់ផ្លេចហើយយើងមកមើល design ខាងក្រោមស្មែនេះស្មើហើយចង់វល់តែណាមិញបាត់ណាអូខេមកវិញណាចឹងនេះមកដែរយើងនេះវិញណាយើងធ្វើការចុចហើយនេះចាំវិញណាយើងមើលអេសិនតែព្រមអាចច្បាស់ដែរនេះយើងធ្វើការមកកន្លែងនេះហើយបង្ហាញយើងផ្លាស់ប្ដូរម្ចាស់អញ្ចឹងអ្នកនរគ្នាឥឡូវនេះយើងធ្វើការផ្លាស់ប្ដូរម្ចាស់នៅ folder ក្នុងរបស់យើងដែលនេះយើងធ្វើការចូលមកកន្លែងនេះណាបដូរម្ចាស់ហ្នឹងឲ្យទៅជានេះអានេះមកគឺរូបអ្នកគ្នាឃើញអត់អញ្ចឹងចង់បដូរកន្លែងណាមួយនេះយើងបង្កើត folder ហ្នឹងមកនេះអានេះបង្កើត folder ថ្មីយើងធ្វើការបង្កើត folder ថ្មីមកយើងបង្កើត folder ថ្មីនេះបង្កើត folder ថាអូមក data UC ណាហើយធ្វើការនេះយកតែមានទេនេះអត់តែមានធ្វើការ MKI MNT បាន data អត់តែមាន data UC ទេយើងបដូរម្ចាស់ទៅឲ្យ UC យើងធ្វើការ
Ồយើងមានសាច់ណាតែយើងមើលសិនអូខេយើងបានហើយអ្នកគ្នាយើងបានណាយើងបានហើយហើយយើងបានហើយហើយទៅមកទៀតយើងមក data នេះយើងធ្វើការបានហើយយើងបង្កើតមិនបានណាយើងរំយ៉ាត់ឲ្យ UC យើងបដូរមូលផលតែយកតែបដូរបានចឹង UC ចឹង UC នេះណាមកកាន់ metadata នេះ copy UC អូអានេះបដូរម្ចាស់បដូរក្រុមទៀតខ្ញុំធ្វើការបដូរគ្រប់UC អូសាយតែបានធ្វើការកាត់ folder ឲ្យយកតែកាត់ folder បែបណាយើង clear សិនណា clear សិនណាអ្នកគ្នាបង្កើត ls អូខេតែហើយកន្លែងហ្នឹងបាន UC MTA clear អូចូលច្រើនតង់អូខេចូលច្រើនតង់យើងមកទៀតណារូតចង់ផ្លេចបានមកទៀតសិនហើយនេះ SA រូត100 copy 100ផ្សាយ200ចឹងព្រោះធ្វើការចាប់ដើមមកទៀតណាព្រោះធ្វើការចាប់ដើមមកទៀតលើអ៊ីនទៀតហើយយើងបានតាមមួយហើយនេះយើងចូលលើខាងក្រៅនេះកើតយើងមាននេះអីខ្លះនេះធ្វើការចាប់ដើមដូរមកចាត់ UC email UC អូអ្នកគ្នាតែយើងអត់មាន user អត់មាន UC ច្រឡំ user add UC 123វាអត់មាននេះអ្នកគ្នាអត់មាន user UC នេះបានទេមកបាននេះកាត់រួយណានេះកាត់តែបានណាកាត់បានហើយយើងធ្វើការបង្ហាញនេះបានអ្នកគ្នាបាននេះយើងបដូរមិញណាយើងបដូរបានមិញហើយយើងធ្វើការផ្លាស់ប្ដូរក្រុមម្ដងយើងផ្លាស់ប្ដូរក្រុមជាងក្រុមឲ្យ UC ម្ដងយ៉ាអូខេធ្វើការបង្ហាញដល់មុនអូខេនេះបានហើយនេះគ្នាបានហើយកន្លែងហ្នឹងបានហើយបានទាំងពីរណាអត់ទាំងពីរនេះឃើញអត់ UC យើងធ្វើការមួយទៀតក្រុមធ្វើការមួយលទ្ធផលមួយអូខេអញ្ចឹងមុនដំបូងយើងបានដាក់ការណាដាក់ការទៅយើងចាត់បោះជាមួយ user ថ្មីយើងធ្វើការ IT មក ASA IT យើងលុយជាមួយនេះយើងធ្វើការជួយជាមួយទៀតតាមធ្វើការ in ចូលមកកាន់ IT យើងមាន IT មិន IT 0 1 2ណាយើងមាន IT 1 2 3នេះអូនេះ root login ជា root ទេអូផាយជាមកទៀតរួម IT login IT system ម្ដងខ្ញុំកាត់ដោយសារអាម៉ាញ់យើងដឹងណាយើងដឹងហើយថា IT 001យើងបង្កើតមានបញ្ហាវាមានបញ្ហានេះអូខេ1 2 3នេះ1 2 3យើងណាអ្នកគ្នាយើង1 2 3យើងធ្វើការបង្កើត folder ឈ្មោះ account បង្កើត account metadata ណាបង្កើតនៅក្នុងហ្នឹងឯងយើងបង្កើតបាននេះ MKD យើងបង្កើត data my data account នៅក្នុងហ្នឹងបានទេយើងបង្កើតបានណាតែផលគឺវាចេញ promise ណាចេញ promise នេះចេញ promise យើងត្រឡប់មកកាន់នេះវិញយើងត្រឡប់មកកាន់នេះមកកាន់នេះមានពីរណាមកកាន់នេះវិញមកកាន់នេះយើងធ្វើការ change ទៅកាន់ metadata នេះយើងឲ្យវាឲ្យ data នេះដែលយើង UC ហ្នឹងណាឲ្យធ្វើការរាយទៅកាន់ក្រុមបានធ្វើការទៅកាន់ក្រុមបានយើងធ្វើការអូខេនេះបានណាយើងមើលសិតយើងមើលសិតវិញណាយើងមើលសិតនេះមួយអ្នកគ្នាមើលអាសិតអានេះក៏គេដំណាមើលអត់ច្រឡំយើង copy នេះមើលនេះឃើញអត់ខុសគ្នាឃើញអត់នេះអានេះមានអ្នកនេះអញខ្លួនឯងណាខ្ញុំចាំបើនេះកាលនេះអានេះដក clear អានេះជិះគ្នាមានសិតទាំងអស់នេះ metadata អញ្ចឹងមានសិតថ្ងៃអញ្ចឹងព្រមធ្វើការមើលសិតវិញអញ្ចឹងការបញ្ចូលយើងអ្នកគ្នាអាចទៅកាន់អញ្ចឹងនេះអូខេអញ្ចឹងបានណាយើងមើលសិតវិញដូច្នេះធ្វើការព្រមធ្វើការ clear យ៉ាអានេះ user ទី1ណាយើងទុកអញ្ចឹងទៅណាអញ្ចឹងអានេះទុកមួយសិនអញ្ចឹងធ្វើការបង្កើតដើម្បីឲ្យយើងធ្វើការបញ្ជូនណាធ្វើការបញ្ជូន user ទៅក្នុងក្រុមយើងដើម្បីឲ្យ IT សុំសេបានទៅដាក់ក្រុម UC ណាទៅដាក់ចូលទៅក្នុងក្រុម UC ធ្វើម៉េចយើងធ្វើការនេះដាក់ចូលក្នុងក្រុម UC នេះចាំថាអ្នកណាទៅមើលណាគេធ្វើការកាត់នេះមកធ្វើការចំកាន់កាត់នេះធ្វើការ user mode ណាដើម្បីធ្វើការ mode របស់យើង user ប្រើ command នេះដើម្បីដឹងថាថ្ងៃនេះអញ្ចឹងធ្វើការទៅកាន់ក្រុម UC IT មើលមិញអូខេធ្វើការចំណាំ user mode នេះខុសណាយើងដាក់ user ក្រុមមុនយើងពិនិត្យមើលកន្លែងនេះអូខេ
ខេនេះគឺជាការពិនិត្យមើលរបស់យើងណាអ្នកគ្នាចឹងនេះពីណាណីទេពីនឹងឯងអូខេនេះខាងក្រោមនេះខាងក្រោមសក់អាយណាសក់អាយយើងគេចុះក្រោមនេះសក់អាយហើយនេះគឺជាអ្វីដែលយើងកំណត់នេះយើងកំណត់ម៉ាន់នេះយើងកំណត់ណានេះ IT account អីគេនេះ IT នេះបាទនេះខ្ញុំគ្រប់ម៉ាន់ IT ហើយអត់តែហ្នឹងឯងអត់នេះ UC ណានេះ UC IT 01ទេ UC គឺវាមាន IT 01នៅនឹងណានៅនឹងដូច្នេះហើយនេះយើងធ្វើការ skip មកវិញមកហើយទៀតយើងមកវិញណាមកវិញ skip មកវិញអញ្ចឹងខ្ញុំធ្វើការចាប់ផ្ដើមអូនេះមែនតាមអានេះយើងធ្វើការត្រួតពិនិត្យមើលណាមិនឃើញថា user នៅក្នុងហ្នឹងឯងយើងទៅមើល user វិញណា user វិញហើយធ្វើការពេលនេះបង្កើតបានហើយនេះបង្កើតបានហើយនេះយើងធ្វើការបង្កើតណា IT 01នៅក្នុងក្នុងគេទៅមើល user វិញគេឆ្លាប់មានតែឆ្លាប់យើងធ្វើការមកនេះអូខេdata agency ខ្ញុំពេលបង្កើតបានហើយទៅមើល user វិញបង្កើតបានហើយគេអញ្ចឹងយើងធ្វើការ login មកទៀតនេះ finance ឲ្យមួយទៀតពីនេះមួយទៀតយើងធ្វើការ clear គេសិនហើយយើងបង្កើតបានដូចហ្នឹងនេះបានទេតាមមើលអត់ទេអ្នកគ្នាយើងមើលសិនហើយ yes អូខេអញ្ចឹងនេះយើងធ្វើការinternet របស់យើងគឺនៅក្នុងអូខេពេលនេះយើងបង្កើតបាននេះ internet របស់នេះយើងអាចមើលបានណានេះ internet របស់នេះក្នុងនឹងឯងហើយធ្វើការចូល user ក្នុងក្រុមរបស់យើងដើម្បី ITC បានទៅដាក់យើងក្រុម UC អានេះដូចយ៉ាងម៉េចណាយើងធ្វើការកំណត់ធ្វើការកំណត់សិទ្ធិនៅខាងក្រៅនេះខាងក្រៅណាគេព្រោះខ្ញុំធ្វើការកំណត់សិទ្ធិនេះណាសមមួយអញ្ចឹងធ្វើការបែកខ្មៅមួយទៀត1 2 3 1 2 3ហើយខ្ញុំធ្វើការ1 2 3ហើយខ្ញុំធ្វើការtime set ដោយ root ណាយើងធ្វើការមកកាន់ root វិញជាមួយ data យើង time set នេះមកនេះមកនេះមកហើយ time set ហើយយើងមើល data របស់យើងនេះគេអត់នេះយើង time set ណា time set នេះ time set UC IT ហ្នឹងយើង time set បានហើយព្រោះថា0អញ្ចឹងយើងមើលអានេះម្ដងច្រឡំនេះយើង time set បាននេះមក data យើង time set បាននេះគេចេះស្អាតអញ្ចឹងពេលនេះគឺយើងមានសិទ្ធិមើលឃើញវិញនេះមានសិទ្ធិមើលឃើញវិញណាយើងអនុវត្តមើលឃើញវិញដូចនេះហើយគឺ data ហើយអត់នេះគឺដូចចោលអ្នកគ្នានេះព្រមអនុវត្តតាមមានរបស់គ្រូថា step ណាបើយើងអនុវត្តបែបណាក៏អ្នកគ្នាអាចថាខ្ញុំនឹងយល់ណាខ្ញុំនឹងយល់នេះគឺជា step មួយក្នុងការអនុវត្តប៉ុណ្ណោះអានេះគឺយើងអនុវត្តតាមលោកគ្រូសុខសាន្តណាខ្ញុំអត់ធ្វើការបញ្ចេញចូលទេគឺខ្ញុំធ្វើការដាក់សំពីលោកគ្រូធ្វើតែម្ដងតែហើយមានខុសកន្លែងក្នុងឆ្កែណាខុសឆ្គងកន្លែងណាដូច្នេះអ្នកអាចធ្វើការរៀបចំឬក៏នេះខ្លួនឯងបានណាដូច្នេះសម្រាប់វីដេអូគឺមានតែនេះណាអញ្ចឹងយើងធ្វើការបិទនេះវិញមកយើងអាចចាំអនុវត្តទីក្រោយទៀតអញ្ចឹងអត់ទីក្រោយបែបណាទេមួយសិនគេនេះយើងអនុវត្តបានណានេះអនុវត្តបានណាយើងជោគជ័យហើយប៉ុណ្ណឹងអូខេអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នេះណាដូច្នេះហើយសូមអរគុណនិងសូមអរគុណច្រើនសម្រាប់ការទស្សនាតាំងពីដើមរហូតមកដល់ចប់ជួបគ្នានៅក្នុងវគ្គបន្ទាប់ទៀតសូមអរគុណនិងសូមអរគុណច្រើនសម្រាប់ការទស្សនាតាំងពីដើមរហូតមកដល់ចប់